នាវាដឹកប្រេងរបស់ក្រុមហ៊ុន PTTOR ចំណូល 4.8 លានលីត្រជាប់គែមក្នុងសមុទ្រជិតកោះកុដក្រោយកម្ពុជាហាមនាំចូល នាវាដឹកប្រេងចំណូល 4.8 លានលីត្ររបស់ក្រុមហ៊ុន PTTOR ត្រូវបានកងទាហានជើងទឹករបស់ថៃប្រទះឃើញក្រោយពីនាវាដឹកប្រេងនេះបានជាប់គែមក្នុងសមុទ្រជិតកោះកុដមិនអាចដឹកប្រេងចូលទៅប្រទេសកម្ពុជាបានពលគឺនៅក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទការនាំចូលប្រេងភ្លាមៗពីប្រទេសថៃនៅចំពេលដែលជម្លោះព្រំដែនរវាងប្រទេសទាំងពីរកំពុងកើនកម្ដៅក្តៅគគុកគិតមកទល់ពេលនេះបើតាមសេចក្តីរាយការណ៍ពីកាសែតថា The Nation បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យទី29 ខែមិថុនាបញ្ជាការតំបន់មួយកងទ័ពជើងទឹករបស់ថៃរួមជាមួយនឹងមន្ត្រីនៃភ្នាក់ងាររដ្ឋាភិបាលមួយចំនួនបានឡើងទៅលើនាវាដឹកប្រេងមួយឈ្មោះ Jetstar Body 6 ជារបស់ក្រុមហ៊ុន PTTOR ដែលបានបោះយុទ្ធការនៅជិតកោះកុដនៅក្នុងខេត្តត្រាតប្រទេសថៃបន្ទាប់ពីមានការសង្ស័យចំពោះវត្តមានរបស់នាវាប្រេងមួយនេះប៉ុន្តែនៅពេលអាជ្ញាធរមានសមត្ថកិច្ចត្រួតពិនិត្យនាវាប្រេងនេះពុំមានជាប់ករណីខុសច្បាប់ណាមួយឡើយដោយបញ្ជាក់ថាប្រេងដែលបានដឹកនោះគឺត្រូវបានបង់ពន្ធគយត្រឹមត្រូវសម្រាប់ការនាំចេញហើយក្រុមហ៊ុននៅកម្ពុជាក៏បានទូទាត់ថ្លៃប្រេងនោះរួចហើយដែលប៉ុន្តែក្រោយពីមានការចេញប័ណ្ណបញ្ជាហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជានាវាដឹកប្រេងនេះមិនអាចដឹកជញ្ជូនប្រេងទៅឲ្យក្រុមហ៊ុននៅកម្ពុជាបានឡើយតាមឯកសារដែលត្រូវបានបង្ហាញនិងផ្សាយដោយកាសែតថា The Nation ប្រេងប្រមាណ 4.8 សែនលីត្រនេះគឺជារបស់ក្រុមហ៊ុន PTTOR ដែលត្រូវដឹកទៅឲ្យក្រុមហ៊ុនកម្ពុជាសគីមិចកិច្ចសន្យាបញ្ជាទិញបានធ្វើឡើង3ខែមុនហើយការទូទាត់ក៏ត្រូវបានធ្វើរួចរាល់នៅមុនពេលដឹកជញ្ជូនបើតាមប្រភពព័ត៌មាននាវាដឹកប្រេងនេះត្រូវបានក្រុមហ៊ុនសគីមិចប្រាប់ថាមិនអាចទទួលយកប្រេងបាននៅថ្ងៃទី26 ខែមិថុនានឹងឲ្យបញ្ជូនប្រេងទាំងនោះត្រឡប់ទៅប្រទេសថៃវិញខណៈដែលកំពុងស្ថិតនៅក្នុងដែនសមុទ្រកម្ពុជានាវាដឹកប្រេងនេះក៏ត្រូវបានកងទ័ពជើងទឹកកម្ពុជាស្នើសុំត្រួតពិនិត្យឯកសារនិងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ប្រទេសថៃវិញហើយក៏បានបោះយុទ្ធការនៅត្រង់ចំណុចជិតកោះកុដមន្ត្រីគយថៃបានបញ្ជាក់ថាឯកសារទាំងអស់របស់នាវាដឹកប្រេងនេះគឺមានសុពលភាពហើយវាក៏មិនបានពាក់ព័ន្ធនឹងការរត់ពន្ធឬសកម្មភាពខុសច្បាប់ណាមួយឡើយបីតាមប្រភពព័ត៌មានពីខ្មែរថាមវិញបានផ្សាយថាកងទ័ពជើងទឹកកម្ពុជាកាលពីថ្ងៃសុក្រទី27 ខែមិថុនាឆ្នាំ2025នេះបានបន់ទិញនាវាដឹកប្រេងថៃមួយគ្រឿងឈ្មោះ Jetstar Body 6 ខាងលេនេះបន្ទាប់ពីត្រូវបានរកឃើញថាចូលមកក្នុងដែនទឹកកម្ពុជាដោយខុសច្បាប់ក្នុងតំបន់ដែនសមុទ្រនៃខេត្តព្រះសីហនុសកម្មភាពនេះឆ្លុះបញ្ចាំងពីវិធានការអនុវត្តយ៉ាងតឹងរ៉ឹងរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមពីលើប្រេងកងទ័ពជើងទឹកកម្ពុជានឹងហាមឃាត់យ៉ាងតឹងរ៉ឹងនៅការរត់ពន្ធផ្លែឈើនិងបន្លែថៃតាមផ្លូវសមុទ្រគួរជម្រាបថាកាលពីថ្ងៃទី22 ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានផ្អាកជាផ្លូវការនៅការនាំចូលប្រេងឥន្ធនៈនិងអូស្មန်ពីប្រទេសថៃក្នុងន័យនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាអាចនាំចូលបានគ្រប់គ្រាន់ពីប្រភពផ្សេងៗដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈនិងអូស្មန်ក្នុងស្រុកលោកកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលក៏បានបញ្ជាក់នៅថ្ងៃសុក្រនេះថាចាប់តាំងពីការណែនាំរបស់រាជរដ្ឋាភិបាលចូលជាធរមានមកការនាំចូលប្រេងឥន្ធនៈឬអូស្មန်ពីប្រទេសថៃគឺបានផ្អាកជាផ្លូវការនៅការនាំចូល